ដើម្បីធ្វើរូបបែបនេះទៅជារូបបែបនេះតែយើងក៏ធ្វើបែបនេះតើមើលទាំងអស់គ្នាបាទអញ្ចឹងជាដំបូងគឺយើងចុចកម្មវិធី Gemini របស់ Google បាទអញ្ចឹងគឺយើង search តែម្ដងទៅបាទកុំឲ្យបាក់រក Gemini បាទអញ្ចឹងយើងបើកកម្មវិធី Gemini នេះមកតមកទៀតគឺយើងបង្កើតរូបភាពគឺយើងចុចនៅបេតុង3បាទឬក៏យើងចុចនៅកន្លែង create image ក៏បានដែរបាទបន្ទាប់ពីចុចកន្លែង create image ហើយគឺយើងទី1គឺយើងចង់ដាក់នៅរូបភាពដែលយើងបានថតបាទអញ្ចឹងខ្ញុំបានថតពីនៅក្នុងទូរស័ព្ទតែរបស់ខ្ញុំហើយខ្ញុំដាក់នៅរូបភាពCoca-Cola បាទអញ្ចឹងខ្ញុំដាក់ Coca-Cola មួយបាទអញ្ចឹងខ្ញុំដាក់រូបនេះមួយចុះបាទចឹងបន្ទាប់ពីយើងដាក់រូបភាព sample របស់យើងហើយគឺយើងដាក់នៅ prompt បាទ prompt គឺជាអត្ថបទដែលយើងប្រាប់ពីទូរនទីឲ្យ AI ជួយថាតើយើងប្រាប់វាឲ្យធ្វើអីតែអញ្ចឹងនៅក្នុងនេះផងដែរគឺខ្ញុំធ្វើបែបងាយៗទេដោយយើងបង្កើតនៅ product Coca-Cola មួយដែលបានផ្ដល់រូបជូននៅខាងលើហើយបន្តមកទៀតបានធ្វើឲ្យវាមានពណ៌ដ៏ស្រស់ស្អាតហើយបន្តមកទៀតគឺយើងមានជាដំណក់ទឹកធ្លាក់នៅលើកំប៉ុង Coca-Cola ហ្នឹងហើយ background របស់វាគឺខ្ញុំដាក់ជាពណ៌ក្រហមបាទដែលមាន lighting បាទមានភ្លើងមានអីចឹងទៅបាទហើយបន្តមកទៀតគឺយើងមានតកកមួយចំនួនក៏ដូចជាមានកែវតកកមួយនៅចិត្ត Coca-Cola ផងដែរអញ្ចឹងបន្តមកទៀតគឺយើងក៏ចុចបញ្ជូនមកហើយឲ្យ AI ជាអ្នកសម្រាប់បាទតោះយើងទៅទាំងអស់គ្នាបាទអញ្ចឹងនេះគឺយើងឲ្យ AI ធ្វើនៅសកម្មភាពនេះហើយយើងគ្រាន់តែរងចាំវាមកផ្លែមកបាទចង់ដឹងថាតើលទ្ធផលចេញជាបែបណាយើងនឹងមើលទាំងអស់គ្នាបាទនេះអញ្ចឹងយើងទទួលបាននៅរូបភាពមួយដ៏ស្រស់ស្អាតមែនទែនបាទអញ្ចឹងគឺយើងមាន Coca-Cola បាទយើងមានដំណក់ទឹកបាទប្រៀបដូចជាយើងក្លាសេតកកអញ្ចឹងទៅបាទហើយយើងមានកែវតកកយើងមានតកកអញ្ចឹងទៅអញ្ចឹងមានអារម្មណ៍ថាវាស្រស់ស្អាតមែនទែនដែលយើងមិនចាំបាច់ចំណាយនៅកាមេរ៉ាទិញភ្លើងទិញអីច្រើនគឺយើងគ្រាន់តែយករូបភាពហ្នឹងយកមកដាក់ហើយគ្រាន់តែប្រាប់ឲ្យ AI ជួយទិញទួចទៅគឺវាបានជាការស្រេចបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះហើយសូមជួយ follow ម្នាក់មួយផងហើយជួបគ្នាវីដេអូក្រោយ